សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្រៀនអំពីការដំឡើង Marketing Router OS សម្រាប់តែអ្នកចាប់ផ្ដើមថ្មីហើយបើសិនណាបងប្អូនចង់រៀន Network សូម Subscribe និង Like វីដេអូនេះផងអញ្ចឹងនេះគឺជា GitHub របស់ខ្ញុំដែលខ្ញុំបង្កើតវាឡើងដើម្បីចង់ឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការដំឡើងយក file ISO ទៅដំឡើងនៅក្នុង VMware ហើយនៅក្នុងហ្នឹងខ្ញុំមានជាមួយនឹង Winbox 2 version មានទាំង Winbox ហើយនិង Winbox 64អញ្ចឹងអ្នកទាំងអស់គ្នាអាចយកមួយណាមកប្រើក៏បានដែរអញ្ចឹងអូខេយើងកុំឲ្យចាំយូរយើងទៅមើលពីរបៀប install នៅក្នុង VMware ទាំងអស់គ្នាតែម្ដងអញ្ចឹងអូខេយើងចូល VMware មកអញ្ចឹងបន្ទាប់មកយើងចូល file ហើយយើង create new machine អញ្ចឹងកន្លែងនេះយើងយក nick មកហើយកន្លែងនេះក៏យើងយក nick ទៀតមកចាប់ផ្ដើមយើងកន្លែងនេះយើងយក order ហើយ version វាយើងយក order ដដែលបន្ទាប់មកអានេះកន្លែងយើងដាក់ឈ្មោះឲ្យvisual machine របស់យើងអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ Microtik router ទៅអូខេហើយនេះគឺជា location ដែលយើងចង់ទុក file នៅណាអញ្ចឹងខ្ញុំទុកនៅ file នៅនេះហ្មងទៅអូខេ nick អញ្ចឹងកន្លែងនេះយើងចង់កែ space វាក៏បានឬក៏យើងចង់ដាក់ប៉ុណ្ណឹងក៏បានដែរអញ្ចឹងខ្ញុំ nick ហើយកន្លែង customize hardware នេះអញ្ចឹងយើង customize hardware មកអញ្ចឹងកន្លែងនេះខ្ញុំយក 2G ហើយកន្លែងនេះខ្ញុំយកពី processor មកហើយកន្លែងនេះគឺជាកន្លែងយើងដាក់ file OS របស់ file Microtik យើងហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំមាន save ហើយអញ្ចឹងខ្ញុំដាក់នៅនេះហ្មងទៅអូខេហើយកន្លែងនេះគឺជា adapter network អញ្ចឹងកន្លែងនេះទីទៀតខ្ញុំនឹងប្រាប់ទាំងអស់គ្នាថាកន្លែង adapter network នឹងមិនអញ្ចឹងកន្លែង adapter network នេះឥឡូវយើងមានតា network តាមមួយ port ទេអញ្ចឹងយើងឧទាហរណ៍ថាបើសិនណា router យើងមាន5 port អញ្ចឹងយើងទៅអាច add វាបានដោយយើងចុចពាក្យ add ហើយបន្ទាប់មកយើងចូល adapter network ហើយយើងចុចមួយទៀតមកអញ្ចឹង finish អញ្ចឹងយើង add បាន5មកអូខេ4 5អញ្ចឹងយើង add បាន5ហើយអញ្ចឹងអ្នកទាំងអស់គ្នាធ្វើឲ្យបន្តទៀតអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នា customize វាអញ្ចឹង customize ហ្នឹងយើងអាច customize វាយក LAN catchment ក៏បានឬក៏យើង customize custom visual network នេះក៏បានដែរអញ្ចឹងខ្ញុំ custom visual network ហ្មងទៅឬក៏យើង customize port ក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍មួយថា port ទី2នេះចុះអូខេជប់ wait sorry អញ្ចឹងកន្លែងនេះអញ្ចឹង port ទី2ខ្ញុំយក LAN catchment ហើយខ្ញុំបង្កើតឈ្មោះ LAN catchment ថ្មីមួយនេះដែលខ្ញុំធ្លាប់បង្កើតអញ្ចឹងខ្ញុំឧទាហរណ៍ថានេះដាក់ port ទី1ចុះអញ្ចឹងខ្ញុំដាក់ port 1 port 2ហើយអូខេខ្ញុំបង្កើតឲ្យបាន4 port ទៅអញ្ចឹងខ្ញុំបង្កើតមួយទៀតដាក់ port 3មក port 3ខ្ញុំបង្កើតមួយទៀត port 4អូខេ port 4ហើយខ្ញុំ add មួយទៀត port 5អូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ LAN catchment ហ្នឹងមកទៅយើងរើសពាក្យមក port 2វាលោត port 2អីអញ្ចឹងនេះកន្លែងនេះ port 3អានេះខ្ញុំប្រើ port 4ហើយកន្លែងនេះខ្ញុំប្រើ port 5អូខេឥឡូវយើងធ្វើវាហើយអញ្ចឹងយើង finish អញ្ចឹងយើងនឹងបានvisual machine មួយវាជា router របស់ Microtik យើងអញ្ចឹងយើង power on វាមកអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺជា menu របស់ Microtik ដែលនៅក្នុងហ្នឹងបានរៀបរាប់ថាពេលយើងចង់ move វាយើងអាចចុច arrow key បានហើយពេលយើងចង់ចុចជ្រើសរើសយក package ណាមួយមកប្រើគឺយើងអាចចុច space បានហើយពេលយើងចុច A មានន័យថាយើងយកទាំងអស់ហើយពេលយើងចុច key មានន័យថាយើងជ្រើសរើសយកតាបន្តិចទេ minimum ហើយពេលយើងចុច I មានន័យថាយើង install ហើយបើយើងចុច Q មានន័យថា
យើង cancel ឬក៏យើង restart វាចោលអញ្ចឹងខ្ញុំនឹងមកបញ្យល់ពី package នីមួយៗអញ្ចឹង package system វាពេល package system ហ្នឹងបើយើងអត់មាន package system ហ្នឹងទេអញ្ចឹង Microtik យើងអត់ដំណើរការទេអញ្ចឹងយើងត្រូវតែ select វាហើយ package wireless គឺយើងប្រើវាដើម្បីប្រើបាន Wi-Fi តែភាគច្រើន router OS យើងអាច manage ទៅលើ Wi-Fi បានទេអញ្ចឹងវាមានច្រើនទៀតនៅក្នុងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់គិតច្រើនទេអ្នកទាំងអស់គ្នា select all ហ្មងទៅអញ្ចឹងពេលយើង select all ហើយយើង spread key I មួយមកហើយយើងចុចយក yes អញ្ចឹងវានឹងinstall ឲ្យយើងហើយអញ្ចឹងយើង enter វាដើម្បីយើង reboot អូខេអញ្ចឹងMicrotik router របស់យើងគឺយើងបាន set up រួចរាល់ហើយអញ្ចឹងដើម្បីយើង log in Microtik router នឹងបានគឺ default វាគឺ admin តបមក password វាគឺតទេទេអញ្ចឹងយើង enter មកកន្លែងនេះ license យើងយក n អូខេយើង press enter អញ្ចឹងយើងអាចដាក់ password មកអូខេឥឡូវអញ្ចឹងយើងអាចប្រើMicrotik នឹងបានហើយអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងថាយើងប្រើបានអត់យើងអាចចូលទៅក្នុង Winbox នេះបានដែលខ្ញុំមាននៅក្នុង GitHub ឲ្យអ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាអាចប្រើ Winbox ធម្មតាក៏បាន Winbox 64ក៏បានអញ្ចឹងយើងចូល Winbox មួយមកពេលយើងចូល Winbox អ្នកទាំងអស់គ្នានឹងឃើញនេះ IP address 00ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាចុចមួយមកហើយអ្នកទាំងអស់គ្នាដាក់ password មកអញ្ចឹងយើងបាន log in ចូលទៅក្នុង Microtik router ហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះសូមជម្រាបលា